ការនិយាយជាឯកសិទ្ធិរបស់មនុស្សដែលសត្វលោកដទៃទៀតគ្មានមនុស្សបានប្រើឯកសិទ្ធិនេះក្នុងការផ្ទេរបន្តចំណេះដឹងនិងប្រវត្តិរឿងរ៉ាវទាំងឡាយឲ្យស្ថិតនៅជាប់ជាមួយសង្គមមនុស្សចាប់តាំងពីសម័យបុរាណកាលមកមិនត្រឹមតែប៉ុណ្ណោះនោះទេការនិយាយគឺជាឧបករណ៍សម្រាប់ការរួមប្រស្រ័យដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមករវាងមនុស្សនិងមនុស្សដែលនឹងជួយបង្កក្តីសុខចម្រើនដល់សង្គមមនុស្សផងដែរជាការពិតហើយដែលថាពាក្យសម្ដីអាចជាអាវុធដែលផ្ដល់មកនូវគ្រោះថ្នាក់ឬវិបត្តិផ្សេងៗដូចជាចំនួនទាស់ទែងទំនាស់វិវាទឬជាដើមហេតុនាំឲ្យកើតសង្គ្រាមរវាងមនុស្សគ្នាឯងតែនេះក៏មិនខុសពីសម្ភារៈប្រើប្រាស់ផ្សេងដែលមនុស្សធ្លាប់មានដូចជាកាំបិតដែលយើងអាចប្រើបង្កគ្រោះថ្នាក់ដល់មនុស្សសត្វបានទន្ទឹមគ្នានេះយើងក៏ត្រូវការកាំបិតដើម្បីចិតបង្លែហាន់សាច់កាប់នេះកាប់នោះដែលជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នាផងដែរហេតុនេះពាក្យសម្ដីដែលថាតើវានឹងផ្ដល់ផលអាក្រក់ឬផលល្អវាអាស្រ័យលើអ្នកដែលយកមកប្រើនេះឯងបើគេចេះប្រើបានល្អពាក្យសម្ដីនឹងផ្ដល់ផលល្អផ្ដល់ក្តីចម្រុងចម្រើនដល់មុខរបរការងារហេតុនេះការនិយាយនឹងផ្ដល់ហេតុនេះការនិយាយដែលនឹងផ្ដល់ផលល្អចំពោះកិច្ចការផ្សេងទាំងឡាយសម្រាប់ត្រូវតែមានវិធីសាស្ត្រនិងសិល្បៈដែលថាជាវិធីសាស្ត្រព្រោះយើងត្រូវមានចំណេះដឹងស្ដីអំពីការនិយាយដែលយើងអាចត្រូវប្រើវិធីនិយាយដោយត្រង់ឬនិយាយដោយប្រយោជន៍ដែលហៅថាសិល្បៈព្រោះនៅក្នុងការនិយាយនេះអូសទាញអ្នកដទៃឲ្យយល់ស្របតាមគឺយើងត្រូវមានវិធីល្អយើងមកនិយាយហើយបើយើងមានវិធីកាន់តែច្រើនឱកាសសម្រាប់ជោគជ័យក៏កាន់តែច្រើននិយាយត្រូវតែមិនត្រូវនិយាយហើយមុនពេលនិយាយយើងជាម្ចាស់លើពាក្យសម្ដីតែក្រោយពេលនិយាយពាក្យសម្ដីទាំងអស់ជាម្ចាស់របស់យើងទំនោរទាំងនេះសុទ្ធសឹងតែជាកតិល្អសម្រាប់ដាស់តឿនយើងឲ្យគិតមុននឹងនិយាយដែលរាប់ថាជាជំហានដំបូងអំពីសិល្បៈនៃការនិយាយនេះឯងការគ្រាន់តែគិតមុនគូនៅមិនទាន់គ្រប់គ្រាន់ទេព្រោះនៅមានអ្វីផ្សេងជាច្រើនទៀតបន្ទាប់ពីយើងចាប់ផ្ដើមនិយាយនោះសំណួរជាច្រើនតែងផុសឡើងជាបន្តបន្ទាប់កាត់ហើយកាត់ទៀតដើម្បីឲ្យយើងប្រើសិល្បៈក្នុងការនិយាយសម្រាប់យកមកដោះស្រាយមួយដំណាក់បញ្ហាទាំងនោះរួមមានដូចជាតើយើងត្រូវនិយាយដូចម្តេចដើម្បីឲ្យមានប្រយោជន៍ដល់ខ្លួនឯងនិងដើម្បីឲ្យសាច់រឿងប្រព្រឹត្តទៅតាមវត្ថុបំណងដែលយើងចង់បានទី2គឺតើត្រូវនិយាយដូចម្តេចដើម្បីឲ្យអធិប្បាយខ្លីឲ្យច្បាស់ហើយមានការគ្រប់គ្រង3ថាតើការនិយាយដូចម្តេចទើបអាចកាត់យល់ចិត្តអ្នកស្ដាប់ដែលជាគោលដៅក្នុងការនិយាយនេះ4តើត្រូវនិយាយដូចម្តេចដើម្បីផ្លាស់ប្ដូរស្ថានភាពពីអាក្រក់មកល្អបាន5តើត្រូវនិយាយដូចម្តេចទើបអាចទាញហេតុផលឲ្យចូលក្នុងសាច់រឿងដែលយើងកើតឡើងឲ្យអ្នកស្ដាប់បានឆាប់យល់6នោះគឺតើត្រូវនិយាយដូចម្តេចទើបអាចធ្វើឲ្យអ្នកស្ដាប់យល់ស្របតាមយើងបានសូម្បីតែពួកគេនឹងធ្លាប់ជំទាស់ឬចាប់កំហុសក៏ដោយសំណួរផ្សេងទាំងអស់នេះគឺជាអ្វីដែលអ្នកធ្វើការជាពិសេសអ្នកធ្វើការរួមជាមួយមនុស្សច្រើនអ្នកដូចជាការិយាល័យក្នុងអង្គភាពស្ថាប័នឈិតស្ទឹងតែត្រូវចូលរួមប្រស័យជាមួយគ្នាចាប់តាំងពីអ្នកមានឋានៈស្មើគ្នារហូតដល់កម្រិតថ្នាក់ដឹកនាំការប្រម៉ែប្រមូលភាពស្នាតក្នុងការនិយាយនឹងជួយឲ្យយើងមានលទ្ធភាពដឹកនាំអ្នកដទៃនិងជំរុញកិច្ចការឲ្យធូរធ្លាយទៅមុខតាមបំណងប្រាថ្នារបស់ខ្លួនការជាប្រើបបោមាត់ដែលមានអធិប្បាយក្នុងសៀវភៅសុទ្ធសឹងតែជាគំរូដែលយើងមានលក្ខណៈច្បាស់លាស់និងអាចយល់បានដោយងាយស្រួលឬអាចនិយាយបានថាជាចំណេះដឹងមូលដ្ឋានអំពីសិល្បៈក្នុងការប្រើវាចានៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនិងបង្ហាញអំពីប្រភេទនៃគំនិតផ្សេងដែលកើតឡើងចេញពីសង្គមដែលពោរពេញទៅដោយការប្រកួតប្រជែងដែលមានខ្លឹមសារតម្រង់ទៅលើអ្នកបង្កើតទស្សនៈដែលកត់សម្គាល់អត្តសញ្ញាណរបស់ខ្លួនថាតើពួកគេមួយក្រុមនោះកំណត់ស្ថានភាពរបស់ខ្លួនដូចម្តេចចំពោះទី1គឺនិយាយពីអ្នកយើងបើកផ្លូវឲ្យខ្លួនឯងដែលថាតើគេនឹងប្រើវោហារដើម្បីបង្កើតប្រយោជន៍ដល់ខ្លួនដូចម្តេចក្នុងការលើកបង្ហាញទស្សនៈរបស់ខ្លួននិងក្នុងការអូសទាញអ្នកដទៃឲ្យគ្រប់គ្រងដល់ខ្លួនខ្លឹមសារគឺផ្ដោតទៅលើការស្វែងយល់ឲ្យស៊ីជម្រៅអំពីចេតនាពិតរបស់ភាគីម្ខាងទៀតដើម្បីរកវិធីឆ្លើយតបឲ្យបានសមស្របចំពោះ2និយាយអំពីវិធីដែលថាតើយើងត្រូវស្វែងយល់ឲ្យស៊ីជម្រៅអំពីចេតនារបស់ភាគីម្ខាងទៀតដូចម្តេចមុននឹងនិយាយអូសទាញពួកគេចំពោះ3និយាយអំពីការប្រើប្រាស់វោហារសាស្ត្របង្វែរស្ថានភាពដែលកំពុងតែចាញ់ឲ្យប្រៀបមកជាមានប្រៀបនៅពេលដែលកំពុងស្ថិតនៅក្នុងសភាពតួច្រកទី4
អធិប្បាយអំពីទ្រឹស្ដីនិងបញ្ហាសាមញ្ញធម្មតាដោយប្រើកលវិធីឧបមានិងវិធីដែលអាចយកមកប្រើបានដើម្បីឲ្យភាគីម្ខាងទៀតមានចិត្តរួមសហការជាមួយចំពោះ5ខ្ញុំនឹងលើកយកបញ្ហាអំពីការទម្លាក់កំហុសដាក់អ្នកដទៃព្រមទាំងលើកឡើងអំពីវោហារសាស្ត្រផ្សេងៗ6ប្រមូលឧទាហរណ៍អំពីអ្នកដែលលើកដំកើងកម្ពស់ដំណើរជីវិតដែលពឹងផ្អែកលើល្បិចកលនៃចុងកណ្ដាលរបស់ខ្លួននៅក្នុងវីដេអូនេះគឺផ្ដោតទៅលើឧទាហរណ៍ច្រើនជាងការប្រើទ្រឹស្ដីក្នុងគោលបំណងឲ្យប្រិយមិត្តអ្នកស្ដាប់អាចយកបានដោយងាយដើម្បីត្រេះរិះពិចារណាចំពោះពិសោធន៍របស់អ្នកដទៃទៅប្រើប្រាស់នៅក្នុងជីវិតពិតរបស់ខ្លួនហើយកន្លឹះក្នុងការអូសទាញទឹកចិត្តអ្នកដទៃអាស្រ័យលើកលវិធីផ្នែកចិត្តវិទ្យាដើម្បីអូសទាញឲ្យគេចូលរួមសហការជាមួយដែលនឹងជួយឲ្យអ្នកនាំអ្នកឲ្យទទួលជោគជ័យក្នុងជីវិតខ្ញុំសង្ឃឹមថាប្រិមិត្តអ្នកស្ដាប់ពិតជាទទួលបានទាំងវិធីសាស្ត្រនិងសិល្បៈក្នុងការប្រើចុងកណ្ដាលឲ្យមានប្រយោជន៍ពីអត្ថបទមួយនេះដែលនឹងជួយលើកកម្ពស់គុណភាពជីវិតនិងអនាគតភ្លឺថ្លាជាប្រកបសូមអរគុណ